សួស្តីអ្នកទាំងអស់គ្នាដោយដែលបានលើកឡើងពីវីដេអូមុនអញ្ចឹងថាតើលោកអ្នកធ្លាប់សរសើរមនុស្សនៅជុំវិញខ្លួនដែរឬទេអូខេអញ្ចឹងថ្ងៃនេះខ្លឹមសៀវភៅយើងនឹងដកស្រង់គោលការណ៍សំខាន់ចំនួន4ដែលយើងនឹងដកស្រង់ចេញពីសៀវភៅប្រើមនុស្ស2នាក់ឲ្យបានលទ្ធផលដូចនឹងមនុស្ស7នាក់បាទយកមកចែករំលែកដល់បងប្អូនទាំងអស់គ្នាដើម្បីទុកជាចំណេះដឹងក៏ដូចជាយកទៅអនុវត្តនៅក្នុងការងារប្រចាំថ្ងៃផងដែរអញ្ចឹងមិនថាតែយើងអនុវត្តនៅក្នុងការងារប្រចាំថ្ងៃរបស់យើងក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់យើងទេគឺយើងដឹងហើយពាក្យសរសើរវាគឺជាពាក្យលើកទឹកចិត្តមួយដ៏មានប្រជាប្រិយភាពមែនទែនដែលបងប្អូនទាំងអស់គ្នាត្រូវតែដឹងហើយត្រូវតែចេះហេតុអីបានយើងចង់លើកយកពាក្យសរសើរនេះដើម្បីចែកជូនបងប្អូនដោយសារតែពេលខ្លះការសរសើររបស់យើងគឺយើងសរសើរទៅអត់ត្រូវគោលដៅយើងសរសើរទៅអត់ត្រូវមនុស្សហើយយើងសរសើរទៅក៏អត់ត្រូវចិត្តអ្នកដែលចង់ឲ្យយើងសរសើរដែរបាទអញ្ចឹងក្នុងវីដេអូនេះដែរយើងនឹងលើកសង្ខេបចំពោះគោលការណ៍4នៃការសរសើរគឺទី1គឺសរសើរភ្លាមៗបាទអញ្ចឹងដោយត្រង់ចំណុចនេះបងប្អូនបានដឹងអញ្ចឹងមនុស្សគ្រប់រូបគាត់តែងតែចង់ឲ្យយើងសរសើរយើងនឹងធ្វើការនៅពេលដែលធ្វើការសម្រេចជោគជ័យភ្លាមៗហ្នឹងគឺគាត់ចង់បានពាក្យសរសើរភ្លាមៗមិនចាំបាច់ដល់រហូតទៅដល់កន្លះខែ 3-4 ថ្ងៃទៅហើយទំនឹកឃើញមកសរសើរទេអញ្ចឹងបានន័យថានៅពេលដែលយើងសរសើរបែបហ្នឹងគឺយើងសរសើរអត់ត្រូវចិត្តអ្វីដែលគាត់ចង់បានទេបាទអញ្ចឹងពោលគឺការសរសើររបស់យើងហ្នឹងគឺយើងសរសើរនៅពេលដែលគាត់បញ្ចប់ទៅលើការងាររបស់គាត់បានល្អហើយយើងសរសើរភ្លាមៗហ្នឹងទៅបាទហើយគោលការណ៍ទី2នោះទៀតគឺយើងសរសើរឲ្យចំចំណុចអញ្ចឹងយើងសាកសម័យមើលថាឧទាហរណ៍ថាយើងមនុស្សដែលបកកែធ្វើការងារលឿនរហ័សស្រាប់តែមេរបស់យើងហ្នឹងទៅសរសើរថាយើងហ្នឹងធ្វើការងារល្អម៉ត់ចត់ប៉ុន្តែជាក់ស្ដែងការងាររបស់យើងលឿនរហ័សមែនប៉ុន្តែយើងអត់សូវបានប្រណិតយ៉ាងគ្រប់ជ្រុងជ្រោយហើយសួរថាការសរសើរហ្នឹងវាត្រឹមត្រូវអត់ហើយឧទាហរណ៍ទី2ដូចជាឧទាហរណ៍ថាមនុស្សគាត់មានសម្បុរខ្មៅស្បែកគាត់មិនសូវស្អាតទេបាទស្រាប់តែយើងទៅសរសើរថាអូអ្នកឯងសម្បុរស្អាតណាស់សខ្ចីញញអីចឹងទៅបាទមុខមាត់ដូចតារាអីចឹងទៅសួរថាវាជាការសរសើរដែលត្រឹមត្រូវឬក៏ជាការបន្ទោសបង្អាប់ដោយប្រយោលឬក៏ដោយផ្ទាល់វិញបាទអញ្ចឹងត្រង់កន្លែងនេះយើងត្រូវស្វែងរកចំណុចដែលត្រឹមត្រូវចំណុចដែលយើងត្រូវសរសើរឲ្យគាត់ចំបាទឧទាហរណ៍ថាគាត់ខ្មៅស្រស់យើងសរសើរគាត់ខ្មៅស្រស់ទៅស្រស់ស្អាតអីចឹងទៅបើគាត់នឹងជាមនុស្សដែលខ្ពស់ស្អាតស្រឡះអីចឹងទៅយើងសរសើរគាត់ទៅតាមជាក់ស្ដែងអីចឹងទៅតែបើចំពោះការងារវិញយើងអាចថាបើគាត់ធ្វើការលឿនរហ័សមានរបៀបរៀបរយអញ្ចឹងគឺយើងសរសើរឲ្យចំចំណុចគាត់ចឹងទៅបាទថាគាត់នឹងជាមនុស្សដែលយកចិត្តទុកដាក់លើការងារហើយគាត់ធ្វើការងារលឿនរហ័សបាទគោរពពេលវេលាបាទមិនមានកំហុសច្រើនអីចឹងទៅបាទអញ្ចឹងអ្វីដែលយើងអាចនិយាយថាជាការសរសើរនេះគឺជាការផ្ដល់តម្លៃទៅលើការព្យាយាមខិតខំប្រឹងប្រែងគឺយើងសរសើរចំចំណុចសរសើរឲ្យស្មោះត្រង់ទៅគាត់អីចឹងទៅហើយគោលការណ៍ទី3នោះគឺយើងសរសើរដោយបើកចំហអញ្ចឹងយើងបានធ្លាប់គិតពីមុនដែរទេថានៅពេលដែលយើងសរសើរបុគ្គលិកយើងឬក៏មនុស្សជុំវិញខ្លួនយើងនៅនឹងមុខអ្នកដទៃឬក៏នៅនឹងមុខបុគ្គលិកផ្សេងទៀតឬក៏នៅនឹងមុខមហាជនតើពួកគាត់នឹងមានអារម្មណ៍បែបណាបាទ
Chẳngបើសិនជាយើងសង្កេតឃើញថាពាក្យសម្ដីសរសើររបស់យើងហ្នឹងសរសើរគាត់ឲ្យចំមុខមហាជនចំអ្នកទាំងអស់នោះដែលជាបុគ្គលិករួមការងារអីហ្នឹងគឺពាក្យសម្ដីរបស់យើងសរសើរទៅគឺមានធម៌ពលទ្វេដងតែម្ដងដែលវាអាចប្រែប្រួលទៅតាមទំហំមនុស្សអីចឹងទៅឧទាហរណ៍ថាយើងទៅសរសើរនៅមុខមនុស្សកាន់តែច្រើនអារម្មណ៍នៃមោទនភាពរបស់គាត់ហ្នឹងវាកាន់តែខ្លាំងទៅតាមនឹងដែរចឹងទៅបាទអញ្ចឹងនៅក្នុងចំណុចនេះក្នុងនាមជាចៅហ្វាយនាយក្នុងនាមជាអ្នកចិត្តខាងក្នុងនាមជាមិត្តភក្តិអញ្ចឹងគឺយើងត្រូវតែស្វែងរកឱកាសល្អណាមួយដើម្បីសរសើរបុគ្គលិករបស់យើងដើម្បីសរសើរដៃគូមិត្តភក្តិបងប្អូនរបស់យើងហ្នឹងឲ្យចំពេលវេលាសរសើរឲ្យមានលក្ខណៈថាបើកចំហនៅចំពោះមុខគេមុខឯងដើម្បីឲ្យគេឯងហ្នឹងក៏ទទួលស្គាល់នៅសមត្ថភាពរបស់គាត់នៅភាពល្អរបស់គាត់អញ្ចឹងទៅហើយចំណុចចុងក្រោយគោលការណ៍ទី4នៃការសរសើររបស់យើងហ្នឹងគឺសរសើរត្រូវភ្ជាប់ជាមួយនឹងឈ្មោះរបស់គាត់អញ្ចឹងដូចយើងដឹងអញ្ចឹងការដែលយើងហៅឈ្មោះនរណាម្នាក់ការដែលយើងចាំឈ្មោះនរណាម្នាក់វាជាការផ្ដល់តម្លៃឲ្យគេមួយបាត់ទៅហើយបាទចុះតម្រាំនៅពេលដែលយើងសរសើរគាត់ថាអូបុគ្គល A អ្នកឯងធ្វើការងារបានល្អណាស់អរគុណហ្នឹងហើយអរគុណបុគ្គល A អញ្ចឹងទៅបាទអញ្ចឹងនៅពេលដែលយើងសរសើរដោយភ្ជាប់ឈ្មោះរបស់គាត់ដើម្បីបង្ហាញទៅអ្នកជុំវិញខ្លួនយើងហ្នឹងវាជាការបង្ហាញពីការយល់ចិត្តគេមួយហើយនឹងបង្កើនភាពស្និទ្ធស្នាលនឹងអ្វីដែលគេបានធ្វើគឺមានអារម្មណ៍កាន់តែពុះកញ្ជ្រោលល្អមានអារម្មណ៍មានសេចក្តីសុខអីចឹងទៅដោយទី1គេយល់ថាអូមេរបស់គេនៅចាំឈ្មោះគេមិត្តភក្តិរបស់គេឬក៏អ្នកដតីដែលគាត់សរសើរយើងហ្នឹងគាត់នៅចាំឈ្មោះយើងបានល្អអីចឹងទៅអញ្ចឹងមនុស្សយើងគឺនៅពេលដែលមានការចាំឈ្មោះការអីចឹងទៅគឺចាប់ផ្ដើមមានអារម្មណ៍ល្អហើយបាទមានអារម្មណ៍សុភមង្គលមានក្តីសុខអីចឹងទៅបាទអញ្ចឹងសរុបមកវិញគោលការណ៍នៃការសរសើររបស់យើងទាំង4នេះដែលមានទី1យើងសរសើរភ្លាមនៅពេលគាត់បានធ្វើការងារអ្វីមួយដែលបានសម្រេចហើយសរសើរឲ្យត្រូវចំណុចដែលគាត់មានហើយទី3នេះគឺសរសើរដោយបើកចំហឲ្យមហាជនឬក៏ឲ្យមិត្តរួមការងារនឹងគាត់បានដឹងផងហើយនឹងជាចុងក្រោយគឺសរសើរដោយភ្ជាប់ជាមួយឈ្មោះដើម្បីបង្កើននៅតម្លៃបង្កើននៅការយល់ចិត្តការពេញចិត្តពីពួកគាត់ដែរអញ្ចឹងសរុបមកវិញតើលោកអ្នកទាំងអស់គ្នានឹងបានចាប់ផ្ដើមសរសើរនរណាហើយនៅបាទបើសិនជាយើងអត់ទាន់បានសរសើរទេសូមស្វែងរកមនុស្សដែលយើងចង់សរសើរហើយយើងគោរពទៅតាមគោលការណ៍ហ្នឹងយើងដឹងថាយើងគួរតែសរសើរពួកគេនៅកន្លែងណាបាទចូលចាប់ផ្ដើមសរសើរពួកគេចូលចាប់ផ្ដើមសរសើរមិត្តភ័ក្តិរួមការងារដែលនៅជុំវិញខ្លួនយើងទៅដើម្បីផ្ដល់ជាតម្លៃដើម្បីផ្ដល់ជាសេចក្តីសុខទៅគ្រប់មនុស្សដែលស័ក្តិសមនឹងទទួលបានការសរសើរពីយើងហ្នឹងបាទអញ្ចឹងពីខ្លឹមសភៅយើងក៏សូមអរគុណចំពោះការស្ដាប់មកដល់ចប់របស់អស់លោកអ្នកហើយសង្ឃឹមថាវីដេអូនេះអាចជាចំណេះដឹងសាមញ្ញដើម្បីឲ្យបងប្អូនបានយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃបានល្អប្រសើរអីចឹងទៅបាទអញ្ចឹងអាចជួយ Subscribe ជួយចែករំលែកគន្លឹះសំខាន់នេះទៅបងប្អូនដែលអ្នកគិតថាជាបងប្អូនដែលគួរតែស័ក្តិសមនឹងទទួលបានការចែករំលែកចំណេះដឹងនេះអរគុណ